បាទសូមជម្រាបសួរដល់បងប្អូនសិស្សានុសិស្សបាទទាំងអស់បាទពីទី1ដល់ទី6អញ្ចឹងពេលនេះគឺជាពេលដែលយើងវិស្សមកាលតូចអញ្ចឹងបងប្អូនបាទអាចឆ្លៀតបាទចូលរៀននៅក្នុងប្រព័ន្ធថ្នាលបឋមបានឬក៏បងប្អូនរៀនតាមសភៅពុម្ពបាទពីទី1ដល់ទី6ក៏បានដែរបាទអាស្រ័យលើបងប្អូនហើយឆ្លៀតបាទមានពេលយើងឆ្លៀតចូលរៀននៅក្នុងថ្នាលបឋមខ្លះបាទអញ្ចឹងបងប្អូនចូលនៅក្នុងPLP ហើយយើងចូលឡើងកន្លែងថ្នាលបឋមយើងវាយចូលលេខថ្នាលបឋមថ្មីនេះមកបាទហើយបងប្អូនវាយគណនីបាទឈ្មោះអ្នកប្រើប្រាស់នេះឲ្យលេខសម្ងាត់គឺមានដែលលោកគ្រូបានជូនទៅបងប្អូនតាមរយៈបាទ QR code អញ្ចឹងយើងចូលតាមលេខកូដនេះក៏បានចូលតាម QR code ក៏បានបាទអឺចឹងពេលដែលបងប្អូនចូលដល់ចំណុចនេះអឺបងប្អូនមើលកម្រិតថ្នាក់បាទពីទី1ដល់ទី6បាទមុខវិជ្ជាទាំង4មុខវិជ្ជាបងប្អូននៅថ្នាក់ទីប្រមាណគឺបងប្អូនចូលរៀនបាទចូលរៀនតាមកម្រិតមកបងប្អូនចង់រៀនមុខវិជ្ជាអីឧទាហរណ៍ឥឡូវខ្ញុំឧទាហរណ៍ថាយើងចូលភាសាខ្មែរថ្នាក់ទី1រៀនបាទស្ដាប់សរសេរនេះ ត្រឹមត្រូវត្រឹមត្រូវស្រអីត្រឹមត្រូវស្រអឺត្រឹមត្រូវបងប្អូនអាចធ្វើតាមរបៀបនេះយើងចូលរៀនតាមរបៀបនេះតតទៀតអឺដូចជាកន្លែងនេះស្រៈបាទជ្រើសរើសស្រៈដែលដូចគ្នាមើលស្រៈអយើងមើលស្រៈខាងលើនេះបាទត្រឹមត្រូវត្រឹមត្រូវបាទអញ្ចឹងបងប្អូនអាចរៀនតាមរបៀបនេះទៅតាមកម្រិតថ្នាក់របស់បងប្អូនបាទពីទី1ដល់ទី6នេះបងប្អូនចង់រៀនផ្នែកអីគឺយើងចូលរៀនតាមផ្នែកហ្នឹងបាទដោយយើងចំណាយពេលបន្តិចបន្តួចដើម្បីកុំឲ្យយើងភ្លេចហើយក៏វាមានភាពងាយស្រួលបាទព្រោះអីយើងនៅក្នុងហ្នឹងយើងអឺមានសំឡេងមានជាវីដេអូអញ្ចឹងគឺមានភាពងាយស្រួលច្រើនឧទាហរណ៍បាទនាងខ្ញុំឈ្មោះញ៉ែមសុដាលីជាគ្រូបង្រៀនថ្នាក់ទី2នៃសាលាបឋមសិក្សាគួយមីលីទូបេងខេត្តកំពង់ចាមថ្ងៃនេះនាងខ្ញុំនឹងជើមុខវិជ្ជាភាសាខ្មែរមេរៀនទី2ព្យញ្ជនៈកចកខចឆផ្សំស្រៈចានៅក្នុងមេរៀននេះគឺមានគោលបំណងឲ្យសិស្សបាទអញ្ចឹងបងប្អូនអាចឆ្លៀតរៀនបានគឺដោយសារប្រព័ន្ធគឺខាងក្រសួងគាត់បានអាប់ដេតបាទដើរស្រួលបាទរលូនហើយបាទតកតងនឹងមេរៀនសម្រាប់រៀននេះពីទី1ដល់ទី6សូមអរគុណ